បុព្វហេតុនៃសិក្ខាសាលាយើងហ្នឹងមានតែ3ទេសច្ចៈខន្តីនិងកតញ្ញូសច្ចៈយើងនិយាយពីភាពត្រឹមត្រូវពីព្រោះមិនថានយោជកនិងនយោជិតទេកាលណាតែធ្វើលំអៀងធ្វើមិនឲ្យគេទុកចិត្តហើយវាពិបាកហើយចាំមើលបំណាំគ្នាអាហ្នឹងដែលពិបាកហើយសច្ចៈនៅកន្លែងនេះខ្ញុំផ្ដល់ថាមិនមែនចង់ឲ្យតែគេជឿមនុស្សជាច្រើនមិនថានយោជកបើនៅក្នុងស្ថាប័នមិនថានយោជកមិនថាបុគ្គលិកទេចេះតែចង់ឲ្យតែគេជឿខ្លួនទី2និយាយចង់ឲ្យតែគេជឿប៉ុន្តែក៏ភ្លេចអាទី3យើងព្យាយាមធ្វើឲ្យគេជឿទើបសំខាន់ពាក្យថាសច្ចៈធ្វើឲ្យគេជឿមិនមែនចេះតែចង់ឲ្យគេជឿឬនិយាយឲ្យគេជឿទេសំខាន់គឺធ្វើទង្វើឲ្យវាបញ្ជាក់អ្វីទាំងអស់ចង់នរណាក៏ចង់ដែរនិយាយអាចស្រួលដល់ពេលធ្វើទើបពិបាក